ម៉ែជាពាក្យដែលមានអត្ថន័យខ្លឹមសារសំខាន់ខ្លាំងណាស់ចំពោះកូនជាពាក្យដែលពីរោះរំដំលាយឡំទៅដោយភាពផ្អែមល្ហែមដែលសើមច្រូតជ្រាបដក់ជាប់ក្នុងដួងចិត្តរបស់កូនពេលណាដែលកូននឹកឃើញដល់ម៉ែសេចក្តីទុក្ខខ្វល់ខ្វាយទាំងឡាយក៏រសាយអស់ពីដួងចិត្តរបស់កូនព្រោះម៉ែជាអ្នកមានគុណដ៏ធំក្រៃលែងចំពោះកូនម៉ែជាអ្នកផ្ដល់កំណើតឲ្យកូនម៉ែជាអ្នកឲ្យជីវិតដល់កូនឲ្យនៅក្តីស្រឡាញ់គ្រប់យ៉ាងដល់កូនកូនរស់រៀនមកដល់សពថ្ងៃនេះក៏ដោយសារមានម៉ែលំបាកក្នុងការចិញ្ចឹមកូនតាំងពីតូចរហូតដល់កូនធំពេលខ្លះម៉ែសឹងតែគ្មានអ្វីឲ្យកូនបរិភោគព្រោះម៉ែក្រគ្មានទ្រព្យសម្បត្តិដើម្បីចិញ្ចឹមកូនឲ្យបានសុខស្រួលតែម៉ែនៅតែខំប្រឹងប្រែងដោយភាពអំណត់អត់ធ្មត់យ៉ាងក្រៃលែងក្នុងការស្វែងរកអាហារមកចិញ្ចឹមកូនម៉ែហត់នឿយលំបាកខ្លាំងណាស់ទម្រាំតែចិញ្ចឹមកូនបានរស់ដល់ឥឡូវជីវិតរបស់ម៉ែសឹងតែរលត់ផុតពិភពផែនដីលែងបានឃើញពន្លឺថ្ងៃលែងបានឃើញមុខកូនដែលជាដួងចរណៃនៃដួងចិត្តម៉ែក៏អាចថាបានដោយសារម៉ែមានចិត្តល្អចំពោះកូនហ៊ានបូជាជីវិតឥតស្ដាយស្រណោះចំពោះកូននិងហ៊ានធ្វើអ្វីៗដើម្បីកូនគ្រប់យ៉ាងដូច្នោះហើយទើបម៉ែមានឈ្មោះថាជាព្រះរស់របស់កូនជាព្រះនៅក្នុងផ្ទះដែលចាំជួយថែរក្សាកូនគ្រប់ពេលវេលាពេលកូនជួបឧបសគ្គនានាកូនតែងបន់ព្រះសំពះទេវតាដទៃឲ្យមកជួយកូនតែកូនបែរជាភ្លេចព្រះដែលកូនរស់នៅជាមួយរាល់ថ្ងៃនេះទៅវិញកូនមិនបានដឹងទេថាព្រះដែលចាំជួយថែរក្សាកូនរហូតគឺមានតែព្រះនៅក្នុងផ្ទះប៉ុណ្ណោះនោះគឺម៉ែព្រះនៅក្នុងផ្ទះជាមួយកូនដោយមិនចាំបាច់កូនបន់ស្រន់សែនព្រេនសំពះថ្វាយបង្គំសុំឡើយឲ្យតែម៉ែដឹងថាកូនមានសេចក្តីទុក្ខលំបាកនៅក្នុងជីវិតម៉ែតែងគិតពីកូនរហូតម៉ែពិបាកចិត្តជាងកូនទៅទៀតម៉ែប្រឹងប្រែងរកមធ្យោបាយជួយកូនឲ្យផុតពីសេចក្តីទុក្ខលំបាកនេះហើយគឺជាសន្តានចិត្តព្រះនៅក្នុងផ្ទះរបស់យើងគ្រប់ពេលវេលាម៉ែតែងយកចិត្តទុកដាក់ថ្នាក់ថ្នមកូនទោះបីក្នុងកលៈទេសៈណាក៏ដោយឲ្យតែម៉ែអាចចិញ្ចឹមកូនរស់គឺម៉ែមិនខ្វល់ឡើយមិនថាក្តៅមិនថារងាម៉ែពុះពៀឧបសគ្គដើម្បីបានប្រាក់យកមកចិញ្ចឹមកូនជីវិតរបស់ម៉ែផ្សារភ្ជាប់ទៅដោយជីវិតរបស់កូនពេលកូនឈឺម៉ែក៏ឈឺជាមួយនឹងកូនពេលកូនយំម៉ែក៏យំជាមួយនឹងកូនហើយពេលដែលកូនសប្បាយរីករាយម៉ែក៏សប្បាយរីករាយជាមួយនឹងកូនដែរម៉ែរួមសុខរួមទុក្ខជាមួយនឹងកូនគ្រប់ពេលវេលាទោះបីជាវេលាថ្ងៃឬក៏វេលាយប់ម៉ែតែងបារម្ភពីសុខទុក្ខរបស់កូនជានិច្ចកាលម៉ែមិនទាន់មានកូនម៉ែតែងបារម្ភពីជីវិតរបស់ម៉ែខ្លាចលំបាកខ្លាចនឿយហត់នៅពេលដែលម៉ែមានកូនជីវិតរបស់ម៉ែលែងខ្លាចលំបាកនឿយហត់អ្វីទាំងអស់ម៉ែភ្លេចគិតពីជីវិតខ្លួនឯងព្រោះម៉ែរវល់តែគិតពីជីវិតរបស់កូនជីវិតរបស់កូនគឺពិតជាសំខាន់ជាងអ្វីៗទាំងអស់ទោះកូនអាក្រក់ល្អសខ្មៅត្រូវខុសក៏កូននៅតែជាកូនរបស់ម៉ែនៅតែស្រឡាញ់កូនមិនព្រួលប្រែឡើយទោះម៉ែស្ថិតនៅក្នុងជីវភាពលំបាកយ៉ាប់យ៉ឺនក្រខ្សត់អត់ឃ្លានដុនដាបខ្លាំងកម្រិតណាក៏ដោយក៏ម៉ែមិនបោះបង់កូនចោលឡើយម៉ែប្រឹងប្រែងចិញ្ចឹមកូនដោយញើសឈាមរបស់ម៉ែរហូតកូនមានជីវិតដល់សពថ្ងៃនេះតើកូនដឹងទេថាជីវិតរបស់កូនដែលមានមកដល់ថ្ងៃនេះវាបង្កប់ទៅដោយភាពល្វីងជូរចត់នៅក្នុងជីវិតរបស់ម៉ែយ៉ាងណាខ្លះយើងសាកស្រមៃមើលទៅថាកាលដែលយើងស្ថិតនៅក្នុងផ្ទៃពោះរបស់ម៉ែក្នុងគ្រានោះ
តើយើងធ្វើឲ្យម៉ែរងទុក្ខពិបាកដោយសារយើងយ៉ាងណាខ្លះហើយការដែលយើងប្រសូតចេញចាក់ផ្ទៃរបស់ម៉ែតើម៉ែឈឺខ្លាំងប៉ុណ្ណាម៉ែរងទុក្ខវេទនាខ្លោចផ្សាប៉ុណ្ណាតម្រាំតែម៉ែចម្លងកូនឲ្យផុតពីសមុទ្រគ្រោះថ្នាក់នេះបានម៉ែសឹងខ្លាចទៅជាចំណីរបស់មច្ចុរាជទៅហើយនេះគឺជារឿងពិតដែលកូនប្រុសស្រីទាំងឡាយមិនអាចបដិសេធបានពីព្រោះអ្នកណាដែលថាមិនធ្លាប់មានម៉ែអ្នកណាដែលថាមិនកើតចេញពីពោះរបស់ម៉ែគឺមិនមានឡើយដូច្នោះហើយរឿងអីដែលយើងត្រូវបំភ្លេចម៉ែរឿងអីដែលយើងត្រូវធ្វើបាបចិត្តម៉ែធ្វើឲ្យម៉ែលំបាកចិត្តដោយសារយើងព្រោះអ្វីដែលយើងមានរាល់ថ្ងៃនេះគឺជាធ្នូដែលដូរដោយញើសឈាមនិងជីវិតរបស់ម៉ែពាក្យម៉ែមួយម៉ាត់ជាពាក្យយ៉ាងខ្លីពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ពាក្យម៉ែពីរោះគួរក្រាបសំពះពាក្យម៉ែដូចព្រះឈ្នះមាសក្នុងលោកពាក្យម៉ែកូនហៅជារៀងរាល់ថ្ងៃពាក្យម៉ែមានន័យថ្លៃកប់ពពកពាក្យម៉ែជាពាក្យមិនងាយនឹងរកពាក្យម៉ែកូនជ្រកជំរកសុខសាន្តពាក្យម៉ែកូនហៅកក់ក្ដៅពេកពិតពាក្យម៉ែតែងស្ថិតក្នុងចិត្តគ្រប់ប្រាណពាក្យម៉ែជ្រួតជ្រាបពេញចិត្តសន្តានពាក្យម៉ែហៅបានគ្រប់ពេលវេលាពាក្យម៉ែកូនចាំគ្មានថ្ងៃត្រូវភ្លេចពាក្យម៉ែរំលេចដោយព្រំវិហារពាក្យម៉ែដកជាប់ក្នុងចិត្តគ្រប់គ្នាពាក្យម៉ែគឺជាពាក្យត្រូវចងចាំសូមកូនទាំងឡាយកុំបំភ្លេចម៉ែឲ្យសោះដែលជាព្រះរស់ដែលមានគុណបំផុតនៅក្នុងជីវិតរបស់យើង